អបាទការកញ្ចក់ដៃចង្អុលគឺជាការកញ្ចក់ដែលមិនល្អសម្រាប់យើងចំពោះមនុស្សប្រុសគឺដៃស្ដាំចំពោះមនុស្សស្រីគឺដៃឆ្វេងបាទអញ្ចឹងបើសិនជាយើងជាមនុស្សស្រីបាទការកញ្ចក់ចំដៃចង្អុលអញ្ចឹងវាបានឆ្លុះបញ្ជាក់ប្រាប់យើងថាបាទនៅកន្លែងធ្វើការក្តីបាទទោះតែយើងខំធ្វើការល្អយ៉ាងណាក្តីក៏ពុំមានការសរសើរណាពីថ្នាក់ដឹកនាំនិងមនុស្សជុំវិញខ្លួនដែរមានតែការស្ដីបន្ទោសហើយនឹងការស្អប់ខ្ពើមពីអ្នកដទៃបាទគឺយើងមិនងាយនឹងទទួលបានសេចក្តីស្រឡាញ់ពីគេទេបាទរងតែសម្ពាធពីកន្លែងដែលយើងធ្វើការនឹងផងដែរបាទដែលធ្វើឲ្យយើងនឹងពិបាកចិត្តហើយបើសិនជាយើងបកស្រាយជូនទៅថ្នាក់លើមិត្តភ័ក្តិក៏គេអត់ជឿយើងដែររកអ្វីដែលយើងធ្វើត្រូវនៅពេលដែលយើងមានការកញ្ចក់ដៃចង្អុលតែបើយើងស្ថិតនៅក្នុងមជ្ឈដ្ឋានខាងក្រៅបាទខ្ញុំលើកឧទាហរណ៍ថាយើងទៅទិញអីវ៉ាន់បាទយើងទៅទិញអីវ៉ាន់អញ្ចឹងអីវ៉ាន់ដែលយើងទៅទិញនោះយើងគិតថាអីវ៉ាន់ហ្នឹងល្អហើយបាទប៉ុន្តែបាទនៅពេលដែលយើងទទួលបានអីវ៉ាន់ហើយបែរជាយើងឃើញថាអីវ៉ាន់ដែលយើងទទួលបានហ្នឹងខកបំណងទៅវិញបាទខកបំណងទៅវិញខ្ញុំលើកឧទាហរណ៍ថាថ្ងៃហ្នឹងយើងទៅទិញកាធាយបាទទិញកាធាយយកមកញ៉ាំយើងគិតថាម៉ួយរបស់យើងណាហ្នឹងហើយអញ្ចឹងយើងទៅទិញហើយបាទហើយម៉ួយរបស់យើងហ្នឹងក៏គាត់ដាក់កាធាយឲ្យយើងញ៉ាំដែរច្រកឲ្យយើងហើយដល់យើងយកមកដល់ផ្ទះបាទកាធាយហ្នឹងបែរជាស្វិតញ៉ាំអត់កើតទៅវិញហើយយើងក៏ព្យាយាមប្រាប់ទៅម្ចាស់អ្នកលក់ថាបងកាធាយរបស់បងថ្ងៃហ្នឹងហូបអត់កើតទេច្រកមកចាស់ញ៉ាំអត់កើតញ៉ាំអត់ដាច់ហើយបែរជាម្ចាស់អ្នកលក់ហ្នឹងអត់មានទំនួលខុសត្រូវមកលើយើងទៅវិញបាទអញ្ចឹងខ្ញុំចង់មានន័យថាម៉េចខ្ញុំចង់មានន័យថាការកញ្ចក់នៅដៃចង្អុលហ្នឹងណាទោះយើងប្រាប់គេមិនទោះយើងនិយាយប្រាប់ហេតុផលមិនក៏យើងអត់បានផលមកវិញដែរមានតែគេខឹងបាទមានតែគេខឹងហើយមានតែគេអត់ជឿយើងទៅទៀតបាទអញ្ចឹងការកញ្ចក់ដៃចង្អុលហ្នឹងបង្ហាញពីទុកសោកផុសយើងបាទដែលយើងខំចង្អុលបង្ហាញប្រាប់គេហេតុផលប្រាប់គេបែបមិនក៏គេមិនជឿពីយើងដែរបាទគឺយើងមានតែកំហុសនឹងការចោទប្រកាន់ពីគេតែប៉ុណ្ណោះបាទ